ngày nay mi à ram tha clean tray chu em có tiền mà tô vẫn chả chỉ bốc ăn nông ở này nấu tết nhau mong muốn ở cái này chả mình chăm du tế chỉ tới xa chả có brand tới bông bông ở cái này chả club mà đạp xa tới mà đường ok từ đây này là có cái này ngay đấy cứ dương mình lồng một thay vì đấy chả cái khó mà đặc biệt chả mấy tray ở đấy mà cả lỗ không đặc biệt tray lạc già hòm chả hai cả lại bao nhiêu cứ miền tây tập đi tây mình đặc biệt tại ở pin mũi tới chả tên phát cho mình là hay từ giờ làm thôi là suối của tôi tay sẽ làm xuôi chả hay cho mình là pin phát cho tung muối hay chay muối chả hay cho mình chi ấy cái nó đặc biệt là cái chút chi đó nhẹ chả ok hay là từng có món đặc lớn cho mình tên sò một cái đặc biệt chả cái gì tại vì việc chăm phới đâu đặc biệt hoặc là những cái dương ở chặt đa mà dương sòng ao thì mình tây ba dương môn một đặc biệt có riêng nó nó được riêng một cái luôn tôi tới của làm cho nó lên không này đi với nhau bọn này nó này là trăng đấy hay cái ai đang nghiên cứu nó hỏi cái đặc biệt là mấy cái lọc bao là cái gì vậy thấy nó có bạn riêng không phải là sử dụng ở liền thì cái thực nó riêng về ăn mà con chị buồn thì tôi tới thấy em liên sản cho các con chắc à không liên lụy rồi lấy một con tàu khía trà chậm luận buôn tận lại giờ chậm đang liên lại mà đòn ok là giờ chậm đang liên lại bao nhiêu tàu khía spray salad bông đọc kìa ra salad cái dụng bông kia là bông đọc kia gọi kim kim đấy chả dụng bọ thiêng riêng nào đập bay riêng đi từ trong cả gốc liền yes ok ok lại nó rồi sạch thì một rồi để mẹ của dương em chào những con bị sạch một rối rồi lung lung nè trà trồng phun nè dân mưa biết tao dân miền chắc là vậy lại đây thì ok tao mắt bên phải chả nên chơi con đọc nè bên con cứ chứ thằng mua ra thì con còn này cái phạt tao bao nhiêu chân mất tâm sau tâm cả hóm con đọc biết tôi cho biết tâm cả hóm nếu bao nhiêu tao mùi tâm lý cái liên hai một con bạn là liên nó thì nó ok liên chúng tôi là sản phẩm môn sản phẩm thích đông tu tê công ổn đấy đầu tiên mà sản phẩm nào ra của nhà đi làm trái công ổn nhưng phải có các mùi hốt bách thiệt rồi đâu kia mà tam mà chúng ta mà ô để bông đỏ khề giống như thôi đâu kia sẽ ăn bông chà mấy tụi con rôn chi này thì bông đỏ khề chi này chị ấy chết lịch chung vào chân
ចាហើយយកសម្បត្តិហាត់យើងជាខាងរបស់យើងទៅចាមកតាទៀតអូខេបន្លែយើងបានលាងរួចរាល់ហើយបងប្អូនចាចំពោះម្ហូបយើងថ្ងៃហ្នឹងគឺងាយស្រួលមែនតើបងប្អូនទាំងអស់គ្នាព្រោះអីគ្រឿងមានតិចទេបងប្អូនទាំងអស់គ្នាចានឹកឃើញហើយអានេះគេហៅថាជីវ៉ាន់ស៊ុយពុកម៉ែបងប្អូនទាំងអស់គ្នាចាយើងបានលាងស្រស់ស្អាតអស់ហើយបងប្អូនទាំងអស់គ្នា 100% ចាជាមួយត្រីរបស់យើងបងប្អូនទាំងអស់គ្នាតែឥឡូវយើងមកចាប់ផ្ដើមហាន់ត្រីនិងហាន់បន្លែយើងមានពេញប៉ោះហ្នឹងបងប្អូនទាំងអស់គ្នាចាតោះយើងមកហាន់ទាំងអស់គ្នាអូខេចំពោះត្រីវិញបងប្អូនទាំងអស់គ្នាគឺគ្រាន់តែហាន់វាបាទនេះបងប្អូនទាំងអស់គ្នានិយាយទៅយើងជ្រៀកវាបែបហ្នឹងដើម្បីឲ្យវាចាបងប្អូនទាំងអស់គ្នាអាចជ្រៀកទូបានជ្រៀកធំក៏បានតែបេះដូងបងប្អូនទាំងអស់គ្នាចានិយាយទៅខ្ញុំចង់ឲ្យវាពេលនេះយើងគិតកាឡាអញ្ចឹងណាបងប្អូនយេហ្នឹងបងប្អូនទាំងអស់គ្នាបន្ទាប់មកគឺយើងដាក់ជាមួយនឹងយើងរោយជាមួយនឹងអំបិលបន្តិចបងប្អូនអរគ្នាឲ្យវាមានជាតិអញ្ចឹងណាចាយើងដាក់តិចទៀតណាបងប្អូនអរគ្នាចាអំបិលបន្តិចប៊ីចេងបន្តិចទៀតបងប្អូនតែយើងមកខាងនេះយើងដាក់យើងតែពេញប៉ះបងប្អូនពេញប៉ះល្អដល់ហើយចាមើលអានោះមកអូខេអញ្ចឹងខ្លះយើងអីចាំទេគឺមានតែពេញប៉ះនេះយើងខាងពេញប៉ះតែបងប្អូនចាអានេះគឺយើងខាងនេះតាមមកចាបងប្អូនចាយើងខាងនេះតាមណាចាតាមមកអូខេឥឡូវនេះನಾವುបំពងត្រីរបស់យើងហើយបងប្អូនទាំងអស់គ្នាអូខេយើងបើកហ្គាសសិនមកចាផ្ទះនេះស្រួលបងប្អូនទាំងអស់គ្នានេះផ្ទះធំត្រីយើងធំណាចាអញ្ចឹងយើងងាយស្រួលយើងមានពីជម្រៅផ្ទះទូចមួយផ្ទះធំមួយចាយើងបើកវាឲ្យវាក្តៅរបស់យើងហើយយើងចាប់ផ្ដើមចាក់ខ្លាញ់ណាបងប្អូនហើយក្តៅផ្ទះជាងសិនចានេះដាក់យើងឲ្យតាមចំហាយវាក្តៅបងប្អូនទាំងអស់មានលូកទេណាចាក្តៅណាស់បងប្អូនតែអូខេអញ្ចឹងយើងចាប់ផ្ដើមចាក់ជាមួយហ្នឹងប្រេងឆារបស់យើងបងប្អូនទាំងអស់គ្នាដើម្បីធ្វើការបំពងត្រីអាហ្នឹងវាចុះប្រេងឆាដែរណាបងប្អូនអូធំណាស់ត្រីនេះបងប្អូន1គីឡូធំបងប្អូនហើយណែធំយ៉ាអានេះចាំមានកម្របបងប្អូនអាធំនេះចាំមានកម្របតែយ៉ាងហ្នឹងយើងខ្លាចវាជាតិខ្លាញ់បាទគឺតែមានកម្របលីខោនេះជ្រឿៗដែរណាបងប្អូនត្រីយ៉ាងហ្នឹងតែទឹកចាហើយជីវ៉ាន់ស៊ុយនេះបងប្អូនទាំងអស់គ្នាអាចធ្វើការកាត់តែម្ដងក៏បានដែរមិនបាច់ចំហាន់ទេយើងទុករយពីលើត្រីរបស់យើងបងប្អូនចាហើយនេះគឺយើងឆ្លៀតធ្វើនៅពេលដែលត្រីយើងកំពុងតែបំពងបងប្អូនទាំងអស់គ្នាចានេះគឺជីវ៉ាន់ស៊ុយ
ឥឡូវនេះយើងចាប់តាមមកដេកចានមកយើងរៀបទៅបងប្អូនគ្នាចាដេកហ្នឹងអត់មានអីទេបងប្អូនគ្នាគឺយើងគ្រាន់តែរៀបសម្អាតតែជើងនឹងចានមកខ្ញុំចូលចិត្តស្លាកស្រួយបងប្អូនអញ្ចឹងទៅប្រើជាមួយនឹងស្លាកស្រួយចាគេដាក់បន្ថយភ្លើងតិចព្រោះអីយើងខ្លាចវាខ្លោចក្រៅហើយក្នុងហ្នឹងបងប្អូនអរគ្នាមានភ្លើងលឹមបានហើយនេះដាក់ទៅបានណាអូខេពណ៌របស់យើង very nice បងប្អូនឥឡូវនេះគឺត្រីរបស់យើងឆ្អិនហើយចាយើងអាចលុបគាស់ហើយយើងអាចស្រង់វាដាក់លើចាស្រង់វានឹងស្ទោខ្លាំងជាងបងប្អូនគ្នាចាបងប្អូនអាចមានអីអាកកែងធូរខ្លាំងបងប្អូនអូខេការកំផុសហើយយើងដាក់ជាមួយនឹងព្រីងឆារបស់យើងតិចចូលអូខេយើងនឹងក្តៅហើយយើងដាក់ចូលតែម្ដងចាខ្ទឹមសខ្ទឹមក្រហមហ្នឹងបងប្អូនចាទៅពេលគាត់ហើយគឺយើងអាចដាក់ជាមួយស្ករយើងចិត្តមួយស្លាបព្រាយើងចិត្តមួយស្លាបព្រាបងប្អូនស្ករត្នោតណាបងប្អូនចាចាបន្តមកយើងដាក់ជាមួយអានេះគឺម្ទេសឆាបងប្អូនអ្នកគ្នាចាម្ទេសឆានោះហៅលេបផ្អែមហ្នឹងគឺយើងទិញជាកំប៉ុងហ្មងមួយស្លាបព្រាបងប្អូនអ្នកគ្នាស្លាបព្រាបាយណាចាប្រេងខ្យងគឺមួយចុងស្លាបព្រាដែរមួយចុងកន្លះស្លាបព្រាបាយបងប្អូនអ្នកគ្នាមិនមួយចុងទេគឺកន្លះស្លាបព្រាបាយចាអានេះគឺទឹកប៉េងប៉ោះមួយស្លាបព្រាបាយចាមួយស្លាបព្រានេះចង់ព្រាបងប្អូនអ្នកគ្នាចាក់ចូលលោកដាក់កណ្ដោយទៅតែហ្នឹងគឺយើងដាក់មួយស្លាបព្រាបាយបន្តមករ៉ូឌីនេះយើងដាក់មកចុងស្លាបព្រាបាយបងប្អូនអរគ្នាចាជាមួយនឹងប៊ីចេងបន្តិចបងប្អូនចាគ្រឿងផ្សំចុងក្រោយគឺចាទឹកត្រី3ស្លាបព្រាបន្តមកយើងធ្វើការកូរច្របល់ចូលគ្នាទៅចាឃើញថាពណ៌វាក្រហមល្អណាស់បងប្អូនចាបន្ទាប់ពីយើងបានដាក់គ្រឿងហើយយើងត្រូវថែមទឹកចំនួន100 ml បងប្អូនទាំងគ្នាអូខេឥឡូវនេះមុខម្ហូបរបស់យើងគឺបានឆ្អិនរួចរាល់ហើយបងប្អូនទាំងគ្នានៅតែយើងដេកឲ្យបងប្អូនទាំងគ្នាតោះឥឡូវនេះចាបន្លែយើងបានដេកស្រាប់យើងដេករួចរាល់ហើយបន្ទាប់មកទៀតយើងគ្រាន់តែដាក់ត្រីរបស់យើងបងប្អូនទាំងគ្នាចាត្រីរបស់យើងនេះគឺត្រីរបស់យើងឆ្អិនហើយបងប្អូនទាំងគ្នាចាតោះដាក់មកបងប្អូនចាផ្លឹបមកបងប្អូនណាអូខេដូចយ៉ាទុយអូខេដាក់វានេះមកឲ្យវាបាត់ទុយបងប្អូនចាផ្លឹបអូខេបន្តមកទៀតគឺនេះទឹកសរបស់យើងបងប្អូនណាទឹកសរបស់យើងដែលយើងបានធ្វើការឆាហើយយើងដាក់ចូលមកបងប្អូនចាធ្វើការចាក់លើនឹងមកយើងស្រោចមកចាអូខេបន្តមកទៀតគឺយើងដាក់ជាមួយនឹងជីវ៉ាន់ស៊ុយបងប្អូនជីវ៉ាន់ស៊ុយគេរួយលើតិចទេបងប្អូនមកវាឈ្ងុយយ៉ាងណាចាមិនដាក់ច្រើនពេកទេដាក់ប៉ុណ្្នឹងបានហើយអូខេយកពីគល់វាមកចាអញ្ចឹងហូបរបស់យើងគឺឆ្អិនរួចរាល់ជាស្រេចអូខេបងប្អូនចាពណ៌ស្អាតទៀតបងប្អូនអូខេតោះដល់ញ៉ាំទាំងអស់គ្នាចាជំរាបសួរបងប្អូនទាំងគ្នាមកហូបបាយយើងគឺបានឆ្អិនហើយបងប្អូនទាំងគ្នាតោះយើងមកញ៉ាំបាយទាំងគ្នាពួកឯងមក11តែម្ដងអូខេតោះ let's start បងប្អូនទាំងគ្នាចាញ៉ាំបាយទីញ៉ាំបណ្ដឹងទឹកគាត់បងប្អូនចាតែយើងមកភ្លក់ជាមួយនឹងត្រីឆាគ្រឿងយើងហ្នឹងបងចានេះបងប្អូនដួសសាច់ត្រីមកបងប្អូនកុំភ្លេចអីគេទៅរួយនេះអត់ឲ្យទៀតមែនចាកុំភ្លេចដាក់ជាមួយគ្រឿងវា
បានរត់ទៅឆ្ងាញ់បងប្អូនអរគ្នាយើងផ្អែមហើយបងប្អូនហើយតិចណាចាស្លាប់ស្រួយនេះត្រីមកចាអត់ដាក់ពេលប៉ោះយើងមួយមកពេលប៉ោះតែធំទៀតគេដាក់បន្លែយើងមុនបងប្អូនចាដាក់ពេលប៉ោះសិនមកអូខេដាក់ពេលប៉ោះហើយដាក់ត្រីដាក់ត្រីហើយដាក់គ្រឿងទៀតបងប្អូនណាហើយកុំភ្លេចដាក់ជីបាក់ស៊ុយផងពីព្រោះដាក់ជីបាក់ស៊ុយឈ្ងុយបងប្អូនតែតោះដាក់មកបងប្អូនចាអូខេអញ្ចឹងវីដេអូនេះគឺមានប៉ុណ្្នឹងទេអញ្ចឹងចំពោះពុកម៉ែបងប្អូនដែលចូលចិត្តវីដេអូរបស់នាសាកុំភ្លេចជួយ like និង subscribe របស់នាសាជាមួយអ្នកមួយផងណាអូខេអរគុណបាយបាយ see you next video ជួបគ្នាវីដេអូក្រោយទៀតបាយបាយ